Bà số đây cường côn chừng ngày nay dân châu tới làm hạt lịch bày ta lịch bày đã tha chỗ xong grab sai bằng hành ca lụt cùng púa rồi bò bà đàm bố rồi dẹp bê của mỗi sắp đà chân dẹp bê của mỗi sắp đà này nhưng mới kê miền tà ràng pí anh ấy sắp đá tà mùi đấy cái trong xe vị trí chuột đẩy bến anh ấy không púa tà mùi đá đã to khá hay sắp đá cái miền sắp đá tí mũi đã tì của mùi chân của mùi sắp đá hay còn pua kế sắp đá tí mũi cứ 15 cm កម្ពស់ឲ្យគេកម្ពស់ដើមពោតណាសប្តាហ៍ទី2 20 cm សប្តាហ៍ទី3 30 cm សប្តាហ៍ទី4 42 cm សប្តាហ៍ទី5 60 cm ហើយនិងសប្តាហ៍ទី6គឺ85 cm អញ្ចឹងដើម្បីសង់បានគឺយើងអនុវត្តគោលការណ៍ទៅតែគឺយើងត្រូវដឹងមួយណាជាទិន្នន័យពិតប្រាកដហើយមួយណាជាគ្រាន់តែជាវត្ថុឬក៏សម្ភារៈឬក៏ចំនួនអីមួយដែលតំណាងទេហើយយើងមិនគួរដាក់ជូរឈោហើយនិងជូរដេកឬក៏បន្តិតឈោបន្តិតដេកចឹងនៅក្នុងសប្តាហ៍យើងគួរតែដាក់បន្តិតដេកដោយសារតែវាមានទី1ទី2ទី3ទី4ទី5ទី6ហើយចំណែកឯមានទិន្នន័យរាយ15ឡើងឬក៏ទៀបឬក៏ចំនួនតិចច្រើនហ្នឹងអាហ្នឹងគឺដាក់កម្ពស់បាទដាក់ប្រឈោបាទដាក់ក្រាបឈោចឹងឥឡូវយើងគ្រូដាក់ដេកមុនសប្តាហ៍បាទហើយសប្តាហ៍យើងមានដូចទី1ទី2ទី3ទី4ទី5ទី6ហើយកម្ពស់ទឹករបស់យើងកម្ពស់ដើមពោតរបស់យើងគឺ15ដល់85ដោយសារតែយើងមើលទៅយើងប្រើ10ដដែលទៅ10 20 30 40 50 60 70 80 90អានេះដាក់ថាកម្ពស់ហើយຂະຫນາດកម្ពស់គឺសង់ទីម៉ែត្រ cm តែមកទៀតយើងចាប់ផ្ដើមក្រិតចំនួនចាប់ផ្ដើមសង់ក្រាបដើម្បីសង់ក្រាបយើងមើលពីសប្តាហ៍ទី1ទៅមុនចឹងសប្តាហ៍ទី1នេះគឺ15 cm អញ្ចឹងតនេះ15បាទតម្លាក់ចុះក្រោមដល់ចឹងយើងបាន1ហើយតនេះ15ហើយទី2 20 cm ចឹង20នៅជិត15ស្រាប់ហើយសប្តាហ៍ទី3 30មកលេខគាត់ល្អចេះស្រួលសម្រាប់លោកគ្រូសង់ណានេះចឹង30ហើយសប្តាហ៍ទី4 42នៅម្ដុំលើនេះចុះលើតាក់តិច42សប្តាហ៍ទី5 60បាទ60ហើយសប្តាហ៍ចុងក្រោយគឺ85ចឹង85តនេះ80ទៅចន្លោះនេះ85តែមកទៀតយើងភ្ជាប់ក្រាបមកដាក់ពើបៃតងព្រមវាបន្តិចចឹងយើងភ្ជាប់ពីនេះមកណាពីនេះទៅលើពីនេះទៅលើទៀតទៅលើទៀតដាក់ចុងធំបន្តិចដើម្បីមើលទៅវាស្អាតបាទចឹងយើងបានក្រាបហើយក្រោយពីបានក្រាបគឺយើងដាក់ឈ្មោះក្រាបជាងក្រាបនេះក្រាបខ្សែបង្ហាញការលូតកម្ពស់របស់ដើមពោតរយៈពេល6សប្តាហ៍យើងសេមក
ការលូតកម្ពស់របស់ដើមពោតរយៈពេល6សប្តាហ៍កាន់បាទអញ្ចឹងចំពោះលំហាត់លេខ2នេះលេខ3នេះលោកគ្រូសូមបញ្ចប់ប៉ុណ្ណឹងជួបគ្នានៅវីដេអូក្រោយលំហាត់លេខ4អរគុណច្រើនបាយបាយ